បាទបងប្អូនតាគ្នាថ្ងៃនេះគឺថាដូចជាការសន្យាទុកចឹងម៉ែកលូតាដូចជាក្រុមការងារបានមកដល់ខេត្តតាកែវបាទគឺយើងបានមកប្រកោសភៅនិងអំណោយទីទួចដល់លោកគ្រូអ្នកគ្រូដែលនៅវត្តដើមក្នុងវត្តសាលាបឋមសិក្សាដើមឈ្មោះសាលាបាទបច្ចុប្បន្នគឺយើងមានសិស្សប៉ុន្មានអ្នកគ្រូសិស្ស95នាក់95នាក់បាទលោកអ្នកគ្រូលោកគ្រូទាំងអស់មានចំនួន7នាក់បាទមានអ្នកគ្រូ4នាក់ថ្ងៃនេះមករៀនទាំងអស់គ្នាមកអស់លោកគ្រូបាទអាវត្តតែមានលោកគ្រូម្នាក់អូបាទពីថ្នាក់ទីម៉ានណាទីម៉ានលោកគ្រូពីទី1ដល់ទី6បងបានសភៅទាំងអស់គ្នាណាកូនកូនលើកមួយមកពីណាគេអ្នកឲ្យសភៅហ្នឹងអ៊ីនឹងលួយគេលើស្គាល់លេគេមួយទៀតលេកលឺតាយឲ្យអ៊ីណាងសូមថ្លែងអំណរគុណដល់បុគ្គលិកក្រុមហ៊ុនអីគ្រូតា20គ្រូតាបាទអញ្ចឹងសូមថ្លែងអំណរគុណដែលបានយកប៊ិចសិភៅមកចែកដល់សិស្សនៅសាលាបឋមសិក្សាដើមថ្ងៃនេះខ្ញុំមានចិត្តត្រេកអរសប្បាយរីករាយនឹងជូនពរឲ្យក្រុមហ៊ុនគ្រូតានេះរស់ស៊ីចេះតែមានបាននឹងថ្ងៃក្រោយមកចែកជូនដល់សាលាខ្ញុំជាលើកជាឆ្នាំទី2ទៀតបាទអរគុណច្រើនអញ្ចឹងខ្ញុំមានមតិយោបល់ប៉ុណ្ណឹងនិយាយទៅសប្បាយចិត្តថ្ងៃនេះរដងធ្លាប់តែទៅចែកកន្លែងផ្សេងតែថ្ងៃនេះមកចែកនៅទឹកដីកំណើតតែម្ដងហើយសាលាដែលយើងធ្លាប់រៀនចាអរគុណលោកគ្រូដែលគាត់ជួយបហាត់បរៀនសិស្សតាំងពីតូចរហូតដល់ធំអញ្ចឹងណាចាហើយសប្បាយចិត្តថ្ងៃនេះសប្បាយចិត្តអត់កូនថ្ងៃក្រោយចង់ឲ្យមកទៀតអត់ចង់ប្រឹងរៀនណាអត់អូខេចាហើយក៏យើងមានជាថវិកាតិចតួចហើយនឹងជាលេលមុខឲ្យគាត់លាបបើគាត់លាបឲ្យប្រពន្ធលាបក៏បានដែរចាអរគុណបងប្អូនទាំងអស់គ្នាចង់ឲ្យខ្ញុំទៅខាងណាទៀតចាំជួយខមមិនម្នាក់មួយមកមើលចោះសំរោះអូននាងស្រីអីណែក្រមុំភូមិថ្មីសំអីអោនឹងបងមើលចោះសំរោះអូននាងស្រីអីណែក្រមុំភូមិថ្មីសំអីអោនឹងបងសាច់សល្អសមលមុំឲ្យបងសូមថ្នមអើយបានជាគ្នាសាច់សល្អសមលមុំចោះឲ្យបងសូមថ្នមអើយបានជាគ្នាបានបងសូមនាងកុំភ័យបងខ្លាំងដូចជាដំរីអើយសូមធានាបានបងសូមនាងកុំភ័យបងខ្លាំងដូចជាដំរីអើយសូម